ចាសស្ដីបុកម៉ែបងប្អូនទាំងគ្នាសម្រាប់បងប្អូនដែលចង់បានប្រភេទស្មៅស្ដេចស្មៅលេខ1ប្រភេទគីនេមុំភាសាដាំអត់រើសដីបងដីថ្មដីគ្រួសដីស្អិតដីក្រែងឯដាំបានទាំងអស់តែម្ដងស្មៅនេះល្អខ្លាំងយើងអាចព្រោះគ្រាប់ដោយមិនបាច់ចាំត្រាំទឹកក៏បានដែរឲ្យតែយើងស្រោចទឹកដិតដល់ណាយើងព្រោះហើយយើងរស់លុបឬក៏យកអានោះដៃយើងហ្នឹងលុបផើមកយើងលុបផើហើយយើងស្រោចទឹកជាការស្រេចបងហើយសម្រាប់ការដាំគឺងាយស្រួលដាំមែនតើសម្រាប់ការស្រោចទឹកបើសិនជាដីយើងស្ងួតយើងអាចស្រោចមួយថ្ងៃ2ដងបានយើងស្រោចមួយថ្ងៃ2ដងប៉ុន្តែបើសិនជាដីយើងមើលទៅមានសំណើមឬក៏មានភ្លៀងកក់ខែយើងអាចសម្រាប់ស្រោចបានតែបើអត់ភ្លៀងទេតម្រូវស្រោចហើយវាដុះបែបនេះសម្រាប់មុំភាសាគីនេគឺគ្រាប់ត្រួយក្រហមបងទាំងអស់គ្នាគឺដុំមកស្អាតបែបហ្នឹងហើយដាំតាមរយៈពេលខ្លីទេគឺដុះមកលឿនឲ្យតែយើងស្រោចទឹកដិតដល់គឺដុះលឿនខ្លាំងមែនតើយើងឆាប់បានប្រមូលផលហើយបើអាយុកាលវាវិញតាម20ថ្ងៃជាងទេបងប្រមូលផលបានហើយស្លឹកវាធំបែបនេះសម្រាប់បងចិញ្ចឹមកូនចិញ្ចឹមកវ័យប្រភេទសេះក្រូបមន់ទាមកដាំអានេះចំណេញចំណាយតាមមួយកញ្ចប់2កញ្ចប់ដាំបានប្រមូលផលបានរាប់ឆ្នាំធៀបការចំណាយគឺចំណេញច្រើន